មេធីមរឿងសុភ័ណ្ឌបន្ទាប់ពីគាត់ជាពីជំងឺរបស់គាត់មកហ្នឹងគាត់បានធ្វើការប្រកួតពីប្រកួតដែលពីប្រកួតនេះគឺគាត់ឈ្នះទាំងពីរប្រកួតដែរហើយអ្វីដែលគាត់ចង់បានឲ្យសំណុំពរទៅកាន់ក្រុមហ៊ុន Gensburg គឺគាត់ចង់ជួបជាមួយនឹងរូសឡានដោយរូសឡាននេះធ្លាប់ស្មើបន្ទុជាមួយគាត់ហើយធ្លាប់ឈ្នះប្អូនធរធឿនធីរ៉ាចំនួន2ដងដោយសន្លប់ទៅទឹកមួយដែលធ្វើឲ្យបងប្អូនយើងភ្ញាក់ផ្អើលខ្លាំងមែនទែនឥឡូវហ្នឹងមេធីមរឿងសុភ័ណ្ឌគាត់បានចេញមុខស្នើសុំទៅកាន់ Gensburg ឲ្យរៀបចំការប្រកួតបាទចំពោះជាមួយកីឡាកររូសឡាននេះហើយនឹងគាត់បាទហើយគាត់សុំពេលវឹកហាត់តែមួយខែកន្លះគាត់អាចវាយបានហើយបាទហើយការប្រកួតរបស់មេធីមរឿងសុភ័ណ្ឌនិងរូសឡាននេះការវិលើកទី1ឃើញថាស្មើបន្ទុកគ្នាប្រផិតប្រផោយខ្លាំងមែនទែនបាទតែយើងអាចគិតថាការនោះមេធីមគាត់ល្អហើយរូសឡានគាត់អាចថាសមត្ថភាពគាត់មិនទាន់កើនឡើងដូចសប្តាហ៍ថ្ងៃនេះទេបាទនេះគឺជាអ្វីដែលបងប្អូនយើងអ្នកស្នេហាគុនខ្មែរគាត់វិភាគបាទហើយបើសិនជាគូនេះប៉ះគ្នាមែនណាប៉ះគ្នាមែនបងប្អូនយើងគាត់ក៏បាននិយាយដែរថារឿងសុភ័ណ្ឌมันអាចទៅរួចជាមួយនឹងរូសឡានទេបាទនេះតាមអ្វីដែលបងប្អូនយើងគាត់និយាយហើយខ្ញុំបានទៅដកស្រង់ចេញមកក្នុង comment បាទចំពោះខ្ញុំគិតថារូសឡាននេះគាត់ល្អមែនតែគាត់បានបដូរធឿនតារាឲ្យសន្លប់នៅក្នុងទឹកទី1ទាំង2លើកបាទដោយលើកទី1នោះបាទគឺមួយដៃជោកភ្នែកហើយលើកទី2គឺអីសេតាឈានចឹងធ្វើឲ្យធឿនតារាសន្លប់ទាំងពីរដងដែលបងប្អូនខ្មែរយើងគិតថាក្រៅពីធឿនតារាអត់មានកីឡាករណាវាយឈ្នះរូសឡាននេះទេបាទគឺគេល្អណាស់ហើយបើចំពោះខ្ញុំរូសឡាននេះគឺជាកីឡាករម្នាក់ដែលចេញចូលលឿនកីឡាករវាយដកឃ្លាឆ្ងាយបាទមិនមែនជាកីឡាករល្អចាប់វាយជង្គង់ទេហើយមកប៉ះជាមួយនឹងបងរឿងសុភ័ណ្ឌខ្ញុំគិតថាគូនេះដឹងតែជក់ចិត្តឲ្យបងប្អូនគ្នាដោយសាររឿងសុភ័ណ្ឌបើតាមខ្ញុំតាមដានការប្រកួតរបស់គាត់កន្លងមកគឺគាត់ចាញ់តែកីឡាករណាដែលល្អចាប់ល្អវាយជង្គង់ដោយសារអីគាត់ទៀបអញ្ចឹងតែគេចាប់គាត់វាយជង្គង់គេអត់ដល់ទេអញ្ចឹងបើសិនជារូសឡាននេះវាយកងចេញម្រាមឬក៏បោះឆៅជាមួយរឿងសុភ័ណ្ឌខ្ញុំជឿជាក់ទៅលើរឿងសុភ័ណ្ឌច្រើនមែនទែនបងប្អូនគ្នាដែលខ្ញុំមិនអាចបញ្ចេញពាក្យរយបានថាប៉ុន្មានភាគរយទេតែខ្ញុំនៅតែជឿជាក់លើរឿងសុភ័ណ្ឌថាបើសិនជាគាត់ហាត់ពេញការប្រកួតជាមួយរូសឡាននេះធានាថាជក់ចិត្តមែនទែនរូសឡាននេះគឺគាត់ល្អមែនតែយើងសង្កេតឃើញថាគាត់អត់ដែរហ៊ានដូរទេបាទដូចវាយមួយទឿនតារាគឺគាត់ញាក់ឆ្វេងស្ដាំគាត់លោតអវងតាឆ្វេងស្ដាំថយក្រោយទៅមុខហ្នឹងទៅបាទអញ្ចឹងធ្វើឲ្យទឿនតារាគាត់ពិបាកចាប់ចង្វាក់របស់រូសឡាននេះណាអញ្ចឹងការប៉ះជាមួយរឿងសុភ័ណ្ឌក៏ដូចគ្នាដែរខ្ញុំគិតថាបើសិនជារឿងសុភ័ណ្ឌគាត់សឿងគាត់ដើរចូលវាយបាទហើយបងប្អូនគ្នាដឹងទេថាកណ្ដាប់ដៃរបស់បងរឿងសុភ័ណ្ឌគឺច្បាស់ណាស់បាទគឺអាចឆ្វេងទៅចូលគឺពិបាកទប់ហើយបាទបើកងធំខ្ញុំគិតថាអាចនឹងមិនទៅតែបើកងទូចឬកងចេញម្រាមខ្ញុំគិតថារូបស្ដាប់ហើយជាមិននៅទេបាទហើយមេធីមរឿងសុភ័ណ្ឌយើងនេះមិនមែនមានតែកណ្ដាប់ដៃឆ្វេងអាមុខទេបងប្អូនអរគ្នាមានទាំងកែងឆ្វេងមកក៏មុតដែរបងប្អូនអរគ្នាគ្រាន់តែថាយើងគិតថារូបស្លានេះខ្ពស់អញ្ចឹងពិបាកវាយកែងតែបើកណ្ដាប់ដៃខ្ញុំជឿជាក់លើបងរឿងសុភ័ណ្ឌហើយបន្ទាប់ពីកណ្ដាប់ដៃហើយនឹងកែងរបស់សុភ័ណ្ឌខ្ញុំនៅជឿជាក់លើទាត់ឆ្វេងរបស់គាត់មួយទៀតបងប្អូនវាពិតទៅទៀតមែនតែទាត់បានខ្ពស់ល្អណាស់អញ្ចឹងខ្ញុំគិតថាគូនេះបើសិនជាជួបគ្នាខ្ញុំនៅជឿជាក់លើបងរឿងសុភ័ណ្ឌថាគាត់នឹងអាចធ្វើបានល្អហើយធ្វើឲ្យបងប្អូនខ្មែរយើងទូទាំងប្រទេសភ្ញាក់ផ្អើលហើយនឹងជក់ចិត្តខ្លាំងមែនទែនបងប្អូនគ្នាបាទខ្ញុំសង្កេតការប្រកួតរបស់រឿងសុភ័ណ្ឌកន្លងមកគឺនិយាយទៅខ្ញុំតាមដានការប្រកួតហ្នឹងនិយាយថាតាមដានគុនខ្មែរបាទយូរណាស់មែនទែនហើយបាទខ្ញុំចេះមើលយូរបងប្អូននេះតែខ្ញុំមិនអាចនិយាយថាខ្ញុំចេះមើលតាំងពីពេលណាទេគាត់ថាដឹងថាយូរបាទតាំងពីខ្ញុំនៅក្មេងៗហ្នឹងទៅរឿងសុភ័ណ្ឌប៉ះជាមួយនឹងកីឡាករគុនខ្មែរយើងភាគរយធ្លាប់ចាញ់ដែរតែចាញ់តិចតួចមែនទែនហើយកីឡាករគុនខ្មែរយើងក៏អត់មានពីណាគេដែរស៊ីគាត់ដាច់ដែរបាទដូចជាកីឡាករឡុងសុភីគឺជាកីឡាករម្នាក់ដែលល្អជង្គង់ឡុងសុភីនេះគឺកីឡាកររឿងសុភ័ណ្ឌដែលគាត់ខ្លាចជាងគេតែអ្វីដែលគាត់ធ្វើបានកាលពីដណ្ដើមខ្សែក្រវ៉ាត់គោជុលរឿងសុភ័ណ្ឌវាយឲ្យឡុងសុភីដេកបាទបងប្អូននេះអាចចូលទៅ search មើលក្នុង YouTube បានបាទហើយបន្តមកទៀតមានដូចជាពេជ្រសីហាបាទពេជ្រសីហាក៏ចូលកណ្ដាប់ដៃរឿងសុភ័ណ្ឌអុកពុះទឹកដូចគ្នាដែរបាទ
អញ្ចឹងវីដេអូមានតែប៉ុណ្ណឹងបងប្អូនបាទសូមអរគុណ